ខ្ញុំអ៊ីជីតាន់បន្ថែមរង្វាន់លុយសុទ្ធទ្វេដងគ្រាន់តែបើសម្រាប់អ៊ីជីតាន់ក៏អាចខ្លាយជាអ្នកមានភ្លាមសរុបលុយសុទ្ធ50លានរៀលចំនួន40រង្វាន់និងរង្វាន់ផ្សេងជាច្រើនសន្ធឹកសន្ធាប់សរុបជាលុយសុទ្ធជាង2250លានរៀលគម្រោងអ៊ីជីតាន់ផ្លាស់ប្ដូរជីវិតរបស់អ្នកសុខស្ដីពីថាប្រណាញ់ឲ្យខុសពីពីមិនពីបាបខ្ញុំព្យាយាមប្រាប់ទៅស្រីទូចាប់ឲ្យជាប់គុំកាត់ស្អីឥឡូវនេះទៅតែយកទៅប្រាប់នឹងគួរយើងនៅទីនេះព្រោះយើងរនហើយនេះប្រាប់ពីកម្ពុជាជាប្រាប់ពីកម្ពុជាចូលរួមអបអរអាពាហ៍ពិពាហ៍នេះជាមួយរង្វាន់ប្រាក់សុទ្ធសរុប$1 លានទទួលបានរង្វាន់មហាសាលនៃអាពាហ៍ពិពាហ៍ឬទានសម័យជាមួយប្រាប់ពីកម្ពុជាពីការទៅការទទួលខុសត្រូវលើស្បើសហការជាមួយសុខាហូតែលបង្កើតព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិឋានសួគ៌បុគ្គលលើកទី4ជាការប្រណាំងដើម្បីសុខភាពប្រណាំងដើម្បីមិត្តភាពប្រណាំងដើម្បីសប្បុរសធម៌ទទួលបទពិសោធន៍ថ្មីការបោះជំរំខ្នាតធំតន្ត្រី EDM និងប្រពន្ធតារាចម្រៀងល្បីថ្ងៃទី28និង29ខែតុលាឆ្នាំ2017រួមជួយចូលរួមទស្សនាអវិសាទាំងអស់និងផ្ដល់ជូនវិធីសាស្ត្រធ្វើកម្មវិធីវត្តមានបាត់016 626 126លោកជូនគឺពិសេសផ្ដាច់មកដោយ Gansberg a real German premium beer ពិសាគ្រឿងស្រវឹងសូមកំបាត់ពេលពិសា Bali Black អ្នកនឹងទទួលបានអ្វីគ្រប់បែបចាយរសជាតិដ៏ឈ្ងុយឆ្ងាញ់ការជួបជុំគ្នាដ៏អស្ចារ្យសំណាងដ៏អាចកំបាំងនាំមកនូវសម្បត្តិមហាសាលនោះគឺទឹកប្រាក់$8ជាច្រើនរង្វាន់តាមភ្ជាប់ខ្លួនអ្នកក្នុងពិភពនៃប្រណិតភាពនិងខ្លាយជាមនុស្សដែលគេគ្រប់គ្នាចាប់អារម្មណ៍សម្បត្តិមហាសាលមាននៅក្នុងកំប៉ុងរបស់ Bali Black មកយកនៅទីនេះពិសាដោយការទទួលខុសត្រូវតែជាតាមប្រៃជាមួយ Minimat Refresh ក្រុមហ៊ុនកាហ្វេជាមួយតាមពិភពលោកបានចាក់ចូលចិត្តលេងភ្លេងត្រូវលេងឲ្យកាន់តែអស្ចារ្យមួយកម្រិតទៀតមានវិធីច្រើនក្នុងការបង្កើតចង្វាក់ភ្លេងឲ្យកាន់តែសប្បាយបានចាក់ចូលចិត្តក្នុងព្រីត្រូវតែបន្តស្វែងរកផ្លូវទៅកាន់កន្លែងស្ទងព្រីមួយដ៏អស្ចារ្យបើអ្នកចូលចិត្តសេរីភាពត្រូវតែជិះសានបងលើពីភាពក្លាហានរបស់អ្នកហើយបើអ្នកចូលចិត្តរសជាតិនៃភាពទាន់សម័យដល់ពេលទទួលយករសជាតិថ្មីជាមួយគ្នាប្រាប់ពីកម្ពុជារសជាតិនៃភាពទាន់សម័យពីសារនៃការទទួលខុសត្រូវថ្មីភេសជ្ជៈបើកម្លាំងអាដេភេសជ្ជៈបើកម្លាំងអាដេមានរសជាតិបង្កើនថាមពលខ្លាំងក្លាសម្បូរដោយវីតាមីន B6 និង B12 ជំនួយខួរក្បាលអារម្មណ៍ស្រស់ថ្លាកូរីនបំផាត់ងងុយជើងនិងកាត់បន្ថយជាតិស្រវឹងទិញភេសជ្ជៈបើកម្លាំងអាដេមានឱកាសឈ្នះរង្វាន់សន្ធឹកសន្ធាប់ជាច្រើនដូចជាម៉ូតូ Honda 100គ្រឿងលុយសុទ្ធ150លានរៀលហើយក៏បែងអាដេដ៏ស្រស់ស្អាតនិងរង្វាន់ផ្សេងជាច្រើនភេសជ្ជៈអាដេឆ្ងាញ់បើកម្លាំងខ្លាំងដូចតោហើយមើលក្រវ
ទទួលខុសត្រូវម្ចាស់គេហដ្ឋានទាំងអស់នៅអាស៊ានដឹងច្បាស់ថាគេហដ្ឋានទាំងមកបានលោកប្រាតែរឹងមាំនៅគ្រប់ផ្នែកទាំងអស់ SCG ជាជំរឿនម៉ាកសញ្ញាដ៏ទុកចិត្តនៅអាស៊ានទីម៉ង SCG ត្រូវបានផលិតឡើងតាមស្តង់ដារអន្តរជាតិគឺទីម៉ង SCG ធានានូវកម្លាំងសង្កត់ជាប់ធន់បំផុតដើម្បីគេហដ្ឋានរឹងមាំយូរអង្វែងសាងសង់គេហដ្ឋានដ៏ប្រណិតជាមួយ SCG ចងចាំគ្រាមួយដ៏អស្ចារ្យពេលដែលអ្នកជួបនាងដំបូងជាមួយសុភមង្គលដ៏អស្ចារ្យបាលីផ្លេករសជាតិដើមនៃក្រាបបៀតោពីតាទៅការទទួលខុសត្រូវប្រេស៊ីស្រឡាញ់ការសិក្សាកាដូសម្រាប់ឆ្នាំនិទេសអេឆ្នាំ2017នេះបងប្អូនដែលមានពិន្ទុខ្ពស់ជាងគេ20អ្នកដំបូងក្រុមហ៊ុនប្រេស៊ីផ្ដល់ជូន laptop មួយអ្នកមួយគ្រឿងនិងកាដូទឹកផ្លែឈើអាស៊ីញ៉ាំពេញមួយឆ្នាំប្រេស៊ីស្រឡាញ់ការសិក្សាប្រេស៊ីស្រឡាញ់អ្នកភាពដ៏ល្អឯងបាទសូមស្វាគមន៍មកកាន់កម្មវិធីការចាប់ឆ្នោតនាដងសំណាងលូតូ639បាទសូមអបអរប្រតិទិបុណ្យភ្ជុំបិណ្ឌបាទសម្រាប់យប់នេះសម្រាប់ជប៉ុនការឡើងរហូតដល់$126,309សហរដ្ឋអាមេរិកបាទចង់ដឹងថាអតិថិជនរូបណាដែលមានសំណាងឥឡូវនេះសូមធ្វើការផ្ទៀងផ្ទាត់ទាំងអស់គ្នាបាទសូមបង្ហាញក្របពីងប៉ុងក្នុងប្រអប់ទី1ដែលវាចាប់ពីលេខ1រហូតដល់លេខ10បាទសម្រាប់ប្រអប់ទី2មានចាប់ពីលេខ11រហូតដល់លេខ20ប្រអប់ទី3មានចាប់ពីលេខ21រហូតដល់លេខ30បាទនិងប្រអប់ចុងក្រោយបាទមានចាប់ពីលេខ31រហូតដល់លេខ39បាទសូមបញ្ជាក់ផងដែរបាទក្របពីងប៉ុងយើងទាំង39ក្របនេះបាទបងប្អូនអាចជ្រើសរើសបាន6គ្រាប់តែលេខនោះតែលោកអ្នកពេញចិត្តណាបាទស្មើនឹងមួយខ្សែតម្លៃត្រឹមតែ$2,000រៀលតែប៉ុណ្ណោះឥឡូវនេះសូមធ្វើការចាប់ក្របពីងប៉ុងទី1សម្រាប់ពីងប៉ុងដំបូងគេគឺលេខ17ពីងប៉ុងទី2មានលេខគឺលេខ2សម្រាប់ក្របពីងប៉ុងទី3គឺមានលេខ16បាទឆ្នាំមុន16បាទសម្រាប់ពីងប៉ុងទី4គឺមានលេខ39ពីងប៉ុងទី5បានទៅលើលេខ27និងក្របពីងប៉ុងចុងក្រោយបាទគឺមានលេខ32បាទខ្ញុំបាទសូមជម្រាបជូនដល់លទ្ធផលម្ដងទៀតគឺមានលេខ17លេខ2លេខ16លេខ39លេខ27និងលេខ32អរគុណសម្រាប់ការតាមដានទស្សនាជួបសូមមានសម្រាប់ជួបសូមBelgi International University, the future of global leaders. រាប់ពីកម្ពុជារូបជាតិនៃភាពទាន់សម័យព្រេងមកสู่ការទិញជាមួយ Tech Trendy ផ្ដល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យ4យ៉ាងជួយឲ្យអ្នករីករាយក្នុងការធ្វើដំណើរពីសពិតសម្រាប់គ្រប់ការងារកម្លាំង AD បំបត្តិងងុយគេងបន្ស
សាបជាតិស្រវឹងបើកម្លាំងខ្ញុំចូលចិត្តញ៉ាំភេសជ្ជៈបើកម្លាំងអាដេប្រាប់ពីកម្ពុជារសជាតិនៃភាពទាន់សម័យសហការឧបត្ថម្ភដោយការរចនាឥតខ្ចោះនៃឥតរូម៉ាក់ឈីមកថ្លៃម៉ូតូរបស់លោកអ្នកសូមប្រើ Super One All Thai A25 All Thai A25 រូបរាងថ្មីដែលលោកអ្នកប្រាថ្នាចង់បានខ្ញុំបាទវ៉ាន់មួយមករាសូមផ្ដល់ជូនព័ត៌មានសេដ្ឋកិច្ចជាតិនិងអន្តរជាតិនៅក្នុងម៉ោង5ថានៃការផ្សាយផ្ទាល់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យុគនេះទូទស្សនិកជនជាទីគោរពយើងផ្ដើមព័ត៌មានសេដ្ឋកិច្ចជាតិរបស់យើងនៅក្នុងថ្ងៃនេះដោយនិយាយអំពីទំនាក់ទំនងពាណិជ្ជកម្មដែលយើងឃើញថាប្រទេសកម្ពុជានិងចិនគឺបានផ្សាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងបានទំនាក់ទំនងទ្វេភាគីយ៉ាងស្អិតរមួតជាពិសេសនោះគឺប្រទេសកម្ពុជាបានបញ្ជាក់ឲ្យថាការរីកចម្រើនរបស់ប្រទេសកម្ពុជាមិនអាចកាត់ផ្តាច់បានពីការវិនិយោគនិងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងចិននោះទេសេដ្ឋកិច្ចរបស់កម្ពុជាកំពុងស្ថិតក្នុងស្ថិរភាពកំណើនជាង 7% ប្រចាំឆ្នាំក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយនេះកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះគឺមានការចូលរួមយ៉ាងសំខាន់ពីគម្រោងវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសចិនពិសេសលើគម្រោងវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធតែម្ដងដែលបានជួយពង្រឹងគ្រឹះវិនិយោគនៅកម្ពុជានេះបើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាហៅកាត់ថា CDCប្រទេសកម្ពុជានិងចិននាពេលបច្ចុប្បន្នគឺជាដៃគូក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនដល់ប្រមាណ $5,000 លានអាមេរិកប្រទេសទាំងពីរក៏កំពុងជំរុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីនេះកើនដល់$6,000 លានអាមេរិកនាឆ្នាំ2020ទោះជាយ៉ាងណាតាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិននាពេលកន្លងមកសម្ដេចនាយកហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងគៀងគរវិនិយោគិនចិនជាច្រើនបន្ថែមទៀតមកវិនិយោគនៅក្នុងប្រទេសកម្ពុជាខណៈដែលប្រទេសចិនជាសេដ្ឋកិច្ចធំទី2របស់ពិភពលោកកំពុងពង្រីកការតភ្ជាប់ជាមួយប្រទេសនានាទាំងក្នុងតំបន់និងពិភពលោកនោះប្រទេសកម្ពុជាក៏កំពុងគាំទ្រលើគោលនយោបាយរបស់ប្រទេសចិនដែរដូចជាគោលនយោបាយគំនិតដោយផ្ដើមខ្សែក្រវ៉ាត់និងផ្លូវកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី21គំនិតដោយផ្ដើមកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP និងប្រតិបត្តិការរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ជាដើមដូចគ្នានេះអគ្គលេខាធិការក្រមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC ឯកឧត្តមសុកចិន្តាសោភាបានថ្លែងបញ្ជាក់នៅក្នុងពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំចិនអាស៊ានលើកទី14ដែលប្រារព្ធធ្វើនៅក្នុងទីក្រុងណានីងខេត្តខ្វាងស៊ីនៃប្រទេសចិនថាវិនិយោគិនចិនបានដាក់ទុនលើវិស័យស្នូលជាច្រើនដែលជាវិស័យគន្លឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជារួមមានគម្រោងវិនិយោគលើផ្លូវស្ពានជាពិសេសរោងចក្រផលិតអគ្គិសនីតែម្ដងដែលចាំបាច់សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការវិនិយោគនានាគួរបញ្ជាក់ថាបច្ចុប្បន្នមានរោងចក្រថាមពលវារីអគ្គិសនីចំនួន6និងរោងចក្រថាមពលធ្យូងថ្មចំនួន1នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានវិនិយោគដោយក្រុមហ៊ុនចិនចំណែកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុនចិនក៏កំពុងវិនិយោគលើគម្រោងសាងសង់ជាច្រើនដូចជាអាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាបគម្រោងសាងសង់កំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុនិងគម្រោងសាងសង់ផ្លូវល្បឿនលឿនពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុជាដើមបន្ថែមពីនេះគិតត្រឹមឆ្នាំ2017នេះរដ្ឋាភិបាលចិនបានផ្ដល់កម្ចីហិរញ្ញប្បទានជួយសាងសង់ស្ពានបានចំនួន7ដែលមានប្រវែងសរុបជាង 6,000 ម៉ែត្រនិងផ្លូវថ្នល់បានប្រវែងប្រមាណ 2,000 គីឡូម៉ែត្រនៅក្នុងប្រទេសកម្ពុជារីឯក្នុងវិស័យទេសចរប្រទេសកម្ពុជារំពឹងថានៅឆ្នាំ2020ខាងមុខនឹងមានភ្ញៀវទេសចរចិនប្រមាណ 2 លាននាក់មកទស្សនានៅក្នុងប្រទេសកម្ពុជាខណៈដែលឆ្នាំ2017នេះកម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរចិនប្រមាណ 1 លាននាក់ទន្ទឹមនេះមានក្រុមហ៊ុនអាកាសចរចំនួន12ដែលកំពុងធ្វើប្រតិបត្តិការហោះហើរប្រមាណ120ជើងក្នុងមួយសប្តាហ៍ពីប្រទេសចិនមកកម្ពុជានិងពីប្រទេសកម្ពុជាទៅប្រទេសចិនទស្សនិកជនរីឯព័ត៌មានសេដ្ឋកិច្ចអន្តរជាតិនៅវិញនិយាយអំពីប្រទេសចិនគឺប្រទេសចិនកំពុងតែសម្លឹងមើលទៅតំបន់ក្បែរខាងនៃទីក្រុងម៉ាកាវដែលកំពុងតែគិតថានឹងអភិវឌ្ឍតំបន់ទីនោះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏អស្ចារ្យនៅក្នុងតំបន់នោះដោយមានព្រំដែនជាប់ទៅនឹងមជ្ឈមណ្ឌលលំបែងដ៏ធំបំផុតនៅក្នុងពិភពលោកគឺទីក្រុងម៉ាកាវដែលជាអតីតកោះកសិដ្ឋានចិញ្ចឹមនិងការនេសាទគ្រឿងសមុទ្រនោះគឺពេលនេះត្រូវបានផ្លាស់ប្ដូរទៅជាតំបន់ទេសចរណ៍ថ្មីបំផុតមួយរបស់ប្រទេសចិនហើយដោយមានទំហំជាងធំជាងទីក្រុងម៉ាកាវ3ដងឯនោះទៀតក៏មានទីក្រុងមួយដែលមានឈ្មោះថាទីក្រុងហេនជីនគឺជាផ្នែកមួយនៃទីក្រុងភាគខាងត្បូងនៃ
តំបន់ស៊ូហៃដែលគេដាក់បំរាមសម្រាប់កិច្ចសហប្រតិបត្តិការនយោបាយរវាងទីក្រុងហុងកុងទីក្រុងម៉ាកាវនិងខេត្តខ្វាំងតុងជាមួយនឹងការកើនឡើងនៃការយកចិត្តទុកដាក់នេះគឺមានតំបន់ដីគោកជាច្រើននៅលើកោះនិងភ្នំនៅក្នុងតំបន់នេះត្រូវបានផ្លាស់ប្ដូរទៅជាកន្លែងសាងសង់ជាហេដ្ឋារចនាសម្ព័ន្ធទំនើបជាច្រើនខណៈដែលវិនិយោគិនមួយចំនួនរួមទាំងក្រុមហ៊ុនដែលមានឈ្មោះថា License Holding របស់ប្រទេសចិនបានសម្លឹងមើលឃើញថាទីក្រុងម៉ាកាវនេះគឺជាហេតុផលសំខាន់មួយសម្រាប់ការចាប់អារម្មណ៍ដោយនឹងអាចធ្វើឲ្យមានការខ្វះខាតដីគោកនិងកម្លាំងពលកម្មផងដែរដើម្បីសម្រេចនៅការអភិវឌ្ឍគម្រោងបង្កើតនៅតំបន់រមណីយដ្ឋានទេសចរទាំងអស់នេះរហូតមកដល់ពេលនេះក្រុមហ៊ុនដែលមានឈ្មោះថា License Holding បានបណ្ដាក់ទុនប្រមាណជាង$3,000 លានអាមេរិករួចហើយសម្រាប់គម្រោងមួយដែលមានឈ្មោះថា Novo Town នៅក្នុងទីក្រុងហេជីននៅពេលដែលតម្លៃអចលនទ្រព្យនៅក្នុងតំបន់នេះបានកើនឡើង 175% រួចទៅហើយនៅក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះហើយក្រុមហ៊ុនអចលនទ្រព្យមួយនេះក៏រំពឹងថាតម្លៃអចលនទ្រព្យនឹងកើនឡើងបន្ថែមទៀតនៅក្នុងរយៈពេល2ឆ្នាំខាងមុខទន្ទឹមនេះមន្ត្រីចិនក៏បានមើលឃើញដែរថាទីក្រុងហេជីនគឺបានជួយទីក្រុងម៉ាកាវមួយផ្នែកធំនៅក្នុងការផ្លាស់ប្ដូរពីឧស្សាហកម្មល្បែងស៊ីសងឲ្យคล้ายទៅជាឧស្សាហកម្មទេសចរដែលមានតំបន់ឈ្មោះថា Chimlong Ocean Kingdom ដែលជាតំបន់អូសៀនមួយដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោកហើយក៏បានទាក់ទាញភ្ញៀវទេសចរចំនួន8,500,000 នាក់នៅក្នុងមួយឆ្នាំផងដែរគឺទស្សនិកជនរីឯប្រទេសអាល្លឺម៉ង់ឯនោះវិញឃើញថាលោកស្រី Angela Merkel បានបញ្ជាក់ថាឧស្សាហកម្មរថយន្តរបស់ប្រទេសអាល្លឺម៉ង់នេះគួរតែត្រូវខិតខំបង្កើននៅទំនុកចិត្តដើម្បីប្រកួតប្រជែងនៅលើទីផ្សារលក់រថយន្តរបស់ពិភពលោកអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានអំពាវនាវទៅដល់ឧស្សាហកម្មរថយន្តអាល្លឺម៉ង់តែម្ដងឲ្យកែប្រែសកម្មភាពរបស់ខ្លួនដើម្បីជាប្រយោជន៍ទៅដល់ក្រុមហ៊ុននៃការផលិតរថយន្តនៅក្នុងប្រទេសនេះដែលនឹងបើកចំហដល់សេដ្ឋកិច្ចដែលកាន់តែទូលំទូលាយនៅពេលដែលលោកស្រី Angela Merkel បានថ្លែងនៅក្នុងពិធីបើកកម្មវិធីពិព័រណ៍រថយន្តមួយនៅក្នុងទីក្រុង Frankfurt លោកស្រី Merkel ក៏បានកត់សម្គាល់ដែរថារឿងអាស្រូវនៃការបំភាយឧស្ម័នរបស់ក្រុមហ៊ុនរថយន្ត Volkswagen នាពេលកន្លងមកបានបំផ្លាញកិត្តិនាមរបស់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់រួចមកហើយលោកស្រីក៏បានបើកកម្មវិធីតាំងពិព័រណ៍រថយន្តកាលពី2ឆ្នាំមុននេះនៅពេលនោះលោកស្រីបានបញ្ជាក់បន្ថែមដែរថាឧស្សាហកម្មផលិតរថយន្តនេះកំពុងតែប្រឈមនឹងបញ្ហាជាច្រើនដូចជាការលើកឡើងថាប្រទេសចិនគឺអាចនឹងហាមឃាត់រថយន្តប្រើម៉ាស៊ីនឥន្ធនៈដែលនាំចូលពីប្រទេសអាល្លឺម៉ង់នេះទៀតផងលោកស្រី Angela Merkel បានព្យាករណ៍ថារថយន្តប្រើម៉ាស៊ីនឥន្ធនៈនេះគឺត្រូវការជាចាំបាច់នៅរយៈពេលជាច្រើនទសវត្សរ៍ទៀតនៅពេលដែលតម្រូវការបានរីកដុះដាលនៅតាមផ្នែកជាច្រើននៃពិភពលោកហើយជាពិសេសគណៈដែលក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់នេះកំពុងខិតខំប្រឹងប្រែងផលិតរថយន្ត model អគ្គិសនីថ្មីរបស់ខ្លួននោះទន្ទឹមនេះដែរអតីតរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសអាល្លឺម៉ង់ហើយលោកក៏ជាប្រធានក្រុមអ្នកបញ្ចុះបញ្ចូលឧស្សាហកម្មរថយន្តគឺលោក Matthias Wisman លោកបាននិយាយថាការជឿទុកចិត្តរបស់ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់គឺកំពុងតែបាត់បង់ហើយលោកសន្យាថាការទទួលបានទំនុកចិត្តមកវិញគឺជាអត្ថប្រយោជន៍កំពូលសម្រាប់អ្នកដែលទទួលខុសត្រូវនៅក្នុងក្រុមហ៊ុនផលិតរថយន្តប្រទេសអាល្លឺម៉ង់នេះរីឯនៅសហភាពអឺរ៉ុបឯនោះវិញឃើញថាឬក៏យើងហៅថាតំបន់ដែលចាយប្រាក់អឺរ៉ូតំបន់នេះគឺត្រូវបានព្យាករណ៍ថាមានកំណើនខ្លាំងនៃពាណិជ្ជកម្មរបស់ខ្លួននៅក្នុងខែកក្កដាកន្លងមកយោងតាមស្ថិតិដែលចេញផ្សាយដោយការិយាល័យស្ថិតិសហគមន៍អឺរ៉ុបបានដឹងថាកំណើននៅលើរូបនៃពាណិជ្ជកម្មនៅក្នុងប្រទេសចំនួន19ដែលចាយប្រាក់អឺរ៉ូបើគិតត្រឹមខែកក្កដាកន្លងមកនេះគឺទំហំពាណិជ្ជកម្មនោះគឺបានកើនឡើងទៅដល់ជាង23,000 លានអឺរ៉ូទៅហើយទំហំពាណិជ្ជកម្មនាំចេញរបស់ប្រទេសចាយប្រាក់អឺរ៉ូនេះគឺមានចំនួនប្រហែលជា177,000 លានអឺរ៉ូនៅក្នុងប្រទេសទាំង19ដែលនៅក្នុងនោះមានការកើនឡើង6.1% បើធៀបទៅនឹងខែកក្កដាដូចគ្នាកាលពីឆ្នាំ2016ខណៈដែលទំហំពាណិជ្ជកម្មនាំចូលរបស់ប្រទេសទាំង19នៃប្រទេសចាយប្រាក់អឺរ៉ូនេះគឺមានទំហំប្រហែលជា154,000 លានអឺរ៉ូគឺមានន័យថាកើនឡើង8.2%ស្ថិតិរបស់ប្រទេសចាយប្រាក់អឺរ៉ូទាំង19នេះក៏បានបង្ហាញផងដែរថាពាណិជ្ជកម្មបានកើនឡើងទៅដល់ជាង130,000 លានអឺរ៉ូឯណោះនៅក្នុងប្រទេសទាំង19នេះបើរាប់ចាប់តាំងពីខែមករាដល់ខែកក្កដាឆ្នាំ2017នេះគឺមានការកើនឡើងទាំងក្នុងទំហំនៃការនាំចេញការនាំចូល
ពលគឺបាទគិតធៀបនឹងចំនួន7ខែដំបូងដូចគ្នាកាលពីឆ្នាំ2016គឺនៅក្នុង7ខែនៃឆ្នាំ2017នេះមានការកើនឡើងរហូតដល់11ក្រសញ្ញា 2% ឯនោះកំណើនលើកនៃពាណិជ្ជកម្មនៅក្នុងប្រទេសទាំង19ដែលប្រើប្រាស់ឬក៏ចាយប្រាក់អឺរ៉ូនេះគឺជារូបិយប័ណ្ណផ្លូវការដែលទំហំពាណិជ្ជកម្មសរុបនៃសមាជិកសហភាពអឺរ៉ុបដែលមានដល់ទៅ28ប្រទេសកំពុងតែមើលឃើញថាមានការកើនឡើងខណៈដែលពាណិជ្ជកម្មមានចំនួនជាង8,800 លានអឺរ៉ូកាលពីខែកក្កដាចំណែកឯបរិមាណនៃការនាំចេញសរុបរបស់សមាជិកទាំង28គឺមានជាង155,000 លានអឺរ៉ូដែលមានន័យថាកើនឡើង9ក្រសញ្ញា 7% បើធៀបទៅនឹងខែកក្កដាកាលពីឆ្នាំ2016ទន្ទឹមនេះដែរការិយាល័យស្ថិតិសហគមន៍អឺរ៉ុបក៏បានប្រកាសដែរថាតម្លៃកម្លាំងពលកម្មនៅក្នុងប្លុកចាយប្រាក់អឺរ៉ូនេះគឺបានកើនឡើង1ក្រសញ្ញា 8% នៅក្នុងត្រីមាសទី2ឆ្នាំនេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺប្រទេសចំនួន28ប្រទេសនេះនៅក្នុងតំបន់អឺរ៉ុបគឺមានអត្រាការតម្លៃពលកម្មនេះកើនឡើងទៅដល់2ក្រសញ្ញា 2% ឯណោះប្រទេសជនជាទីគោរពនៅពេលបន្តិចទៀតនេះលោកអ្នកនឹងបានទទួលជ្រាបនៅព័ត៌មានថ្មីដែលកើតឡើងនៅក្នុងតំបន់អាស៊ាននិងជុំវិញពិភពលោកដែលផ្ដល់ជូនដោយកញ្ញាជួនបុទីវិញម្ដងប៉ុន្តែនៅពេលនេះកម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យុគនេះសូមពេលអនុញ្ញាតសម្រាប់បន្តិចសិនហើយគឺគាត់នៅសប្តាហ៍រ៉ាយថាកំពុងធំសូមប្រកល់លុយ60លានរៀលជូនដល់បងស្រីវីតែម្ដងចាសុំចាយអូគាត់ជាអ្នកលក់តែអត់ទេឲ្យមីងវីមែនទេបាទខ្ញុំជាអ្នកលក់ប្រកល់ជូននៅសល់រង្វាន់ម៉ូតូលោកដាត្រី2017ជួយដល់លោកតែម្ដងចាសុំបងប្អូនទាំងអស់គ្នាចាសូមរង្វាន់ទៀតចង់ថាតើអ្នកណាមួយដែលទៅរង្វាន់60លានរៀលខ្ញុំបន្តទៀតហើយអត់ទេចែកមក50រង្វាន់អ្នកញ៉ាំឈ្នះ60លានរៀលអ្នកលក់ទទួលបានម៉ូតូសូមណែនាំបច្ចេកទេសប្រព័ន្ធសំចៃអគ្គិសនីយ៉ាងមានប្រសិទ្ធភាពលំដាប់ពិភពលោកទូទឹកកកប្រើបច្ចេកទេស AeroCare VG ដែលបានបណ្ដាលឲ្យមានស្លាប់ជានិច្ចធ្វើឲ្យជីវិតកាន់តែប្រសើរ Hitachi ចងចាំគ្រីមមួយដ៏អស្ចារ្យពេលដែលអ្នកជួបនាងដំបូង
3 ត្រង់ជ្រូកស្មាតជីវិតរស់រវើកតែមានឲ្យជារូបកាន់តែឆ្ងាញ់វិន័យត្រាបៀស្តោតលំដាប់ថ្នាក់លេខ1លើពិភពលោកជាមួយរង្វាន់ប្រាក់សុទ្ធសរុប$1 លានទទួលបានរង្វាន់មហាសាលនៃអាពាហ៍ពិពាហ៍រឹកទាន់សម័យជាមួយស្រាប់ពីកម្ពុជានៃការទទួលផុតvì ngon hân hoan buổi sáng phố Bonnie đánh thức gia quan thịt ngon mới đang đến Bonnie đường hương của người giàu là Bonnie wow bữa sáng Bonnie dạo dai chỉ là sụp xinh Bonnie dạo dai chỉ là sụp xinh Bonnie nước Âu thơm ngon là Bonnie dai giòn sực sực tiêu chuẩn châu Âuកម្ពុជាអ្នកនៅមានឱកាសអ្នកប្រាក់សុទ្ធព្រាមលោកគ្នាអាចមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ចាប់ពី$1,200រហូតដល់$10,000រួមតែពីលើកម្រិតតបឬក្រុមកំពុងប្រាវីកម្ពុជាដល់ពេលរីករាយជាមួយរង្វាន់ដ៏អស្ចារ្យពីប្រាវីកម្ពុជារសជាតិនៃភាពទាន់សម័យការទទួលខុសត្រូវឥឡូវនេះគឺយើងបានរកឃើញអ្នកដែលឈ្នះមហារង្វាន់$60 លានទី1ហើយគឺគាត់នៅស្រុកបារាយណ៍ខេត្តកំពង់ធំសូមប្រគល់$60 លានជូនដល់បងស្រីវីតែម្ដងចាសូមចា៎អូគឺជាអ្នកលក់តែអាដេឲ្យមីងវីមែនទេបាទខ្ញុំជាអ្នកលក់ប្រគល់ជូននៅសោរង្វាន់ម៉ូតូមកដល់ទី2017ជូនដល់លោកតែម្ដងចាសូមអបអរសាទរទាំងអស់គ្នាចារង្វាន់ទៀតចង់ថាតើអ្នកណាមួយដែលត្រូវរង្វាន់$60 លានជូនបន្តទៀតហើយអាដេចែកមហារង្វាន់អ្នកញ៉ាំឈ្នះ$60 លានអ្នកលក់ទទួលបានម៉ូតូពេលពិសាបាលី Black អ្នកនឹងទទួលបានអ្វីគ្រប់បែបចាយរសជាតិដ៏ឈ្ងុយឆ្ងាញ់ការជួបជុំគ្នាដ៏អស្ចារ្យសំណាងដ៏អាថ៌កំបាំង
ជាសន្សំសំចៃអគ្គិសនីយ៉ាងមានប្រសិទ្ធភាពលំដាប់ពិភពលោកទូទឹកកកប្រើបច្ចេកវិទ្យា AeroCare VT រក្សាបណ្ដាលឲ្យនៅស្លាប់ជានិច្ចធ្វើឲ្យជីវិតកាន់តែប្រសើរ Hitachiជាមួយ Tech Friendly ផ្ដល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យ4យ៉ាងជួយឲ្យអ្នករីករាយក្នុងការធ្វើដំណើរសហការឧបត្ថម្ភដោយការរចនាឥតខ្ចោះនៃឥដ្ឋរូម៉ាក់ឈីអរថ្លៃម៉ូតូរបស់លោកអ្នកសូមប្រើ Super One All-Thai A25 All-Thai A25 រូបរាងថ្មីដែលលោកអ្នកប្រាថ្នាចង់បានសូមស្វាគមន៍លោកអ្នកជាបន្តមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍ជុំនេះនៅក្នុងម៉ោង 5 time ដែលជាបន្តនៃខ្ញុំសុនវទីសូមផ្ដល់ជូនព័ត៌មានអន្តរជាតិទូទាំងប្រជាជនជាទីគោរពយើងផ្ដើមព័ត៌មានអាស៊ានជាដំបូងគឺយើងឃើញថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី11គឺបានចាប់ផ្ដើមនៅក្នុងទីក្រុងម៉ានីលហើយផ្ដល់ការពិភាក្សាជាសំខាន់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនរដ្ឋមន្ត្រីនៃប្រទេសសមាជិកសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍រួមនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបបានជួបជុំគ្នានៅក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីនសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី11ស្ដីអំពីឧក្រិដ្ឋកម្មឆ្លងដែនក្រៅពីរដ្ឋមន្ត្រីអាស៊ានទាំង10ដែលមានថៃឥណ្ឌូនេស៊ីវៀតណាមហ្វីលីពីនម៉ាឡេស៊ីសិង្ហបុរីមីយ៉ាន់ម៉ាកម្ពុជាឡាវនិងប្រ៊ុយណេកិច្ចប្រជុំនេះក៏មានតំណាងមកពីប្រទេសចិនជប៉ុននិងសាធារណរដ្ឋកូរ៉េផងដែរសម្រាប់កិច្ចប្រជុំរយៈពេល4ថ្ងៃដែលជាផ្នែកមួយនៃខួបលើកទី50នៃការបង្កើតអាស៊ានប្រធានកិច្ចប្រជុំបានបញ្ជាក់ថាការជួបជុំរបស់រដ្ឋមន្ត្រីអាស៊ានគឺធ្វើឡើងនៅក្នុងមាននៅត្រូវអកែបកស្រាបែកកនឹកក៏ដេបផាណាមានត្រូវណាល់នៅការកណ្ដឹងកម្ពុជានៅត្រូវវាស្រួយអញ្ញាបាតទៅសាកលអញ្ញាមកុំបែកទៅណាមានត្រូវអនេះក៏បនអណល់ត្រូវអនេះក៏ទៅមានត្រូវលែងញ៉ាំនេះប្រាផ្សេងទៀតនៅក្នុងតំបន់គឺមានសភាពស្មុគស្មាញដែលទាមទារឲ្យមានកិច្ចសហប្រតិបត្តិការត្រូវសមាជិកអាស៊ានទាំងមូលក្នុងនោះរួមមានភេរវកម្មការជួញដូរថ្នាំញៀនមនុស្សនិងអាវុធការលាងលុយកខ្វក់ចារកម្មសមុទ្រឧក្រិដ្ឋកម្មអ៊ីនធឺណិតការលួចកម្មសិទ្ធិបញ្ញារត់ពន្ធសម្បត្តិវប្បធម៌ជាដើមទូទាំងប្រជាជនជាទីគោរពយើងទៅមើលការបោសសម្អាតព្យុះលុកស៊ូរីនៅក្នុងប្រទេសវៀតណាមវិញបន្ទាប់ពីទទួលរងនូវឥទ្ធិពលព្យុះនេះប្រជាជនវៀតណាមបានចាប់ផ្ដើមធ្វើការបោសសម្អាតលំនៅឋានរបស់ខ្លួនគណៈកម្មការការពារគ្រោះមហន្តរាយធម្មជាតិបាននិយាយថាប្រជាជននៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសវៀតណាមភាគកណ្ដាលបានចាប់ផ្ដើមសម្អាតកំទេចកំទីសំណល់បន្ទាប់ពីព្យុះទីហ្វុងលុកស៊ូរីបានវិបបក់មកលើតំបន់នេះដោយបានសម្លាប់មនុស្សយ៉ាងតិច6នាក់កាត់ផ្តាច់ចរន្តអគ្គិសនីដល់មនុស្ស1,300,000នាក់ផ្ទះជាង 5,000 ខ្នងត្រូវបានជន់លិច19ខ្នងបានបាក់រលំនិងផ្ទះប្រមាណជា 24,000 នៅក្នុងខេត្តហាត់ទិញយ៉ាងត្រីនិងធូធានត្រូវបានបំផ្លាញដោយសារតែខ្យល់មានល្បឿនរហូតដល់135គីឡូម៉ែត្រក្នុង1ម៉ោងនាយករដ្ឋមន្ត្រីវៀតណាមលោកវៀនស៊ុនផុកបានចុះពិនិត្យមើលតំបន់រងផលប៉ះពាល់និងបានស្នើឲ្យប៉ូលីសនិងទាហានជួយជ្រោមជ្រែងប្រជាជនដែលរងគ្រោះសូមបញ្ជាក់ថាប្រទេសវៀតណាមបានទទួលរងដោយខ្យល់ព្យុះហើយទឹកជំនន់នៅក្នុងប្រទេសភាគខាងជើងបានសម្លាប់មនុស្សយ៉ាងតិច26នាក់ធ្វើឲ្យខូចខាតផ្ទះរាប់រយខ្នងកាលពីខែសីហាដោយឡែកកាលពីឆ្នាំកន្លងទៅក៏មានមនុស្សប្រមាណជាង200នាក់ត្រូវបានសម្លាប់ដោយសារតែព្យុះផងដែរយើងបង្វែរទៅកាន់ព័ត៌មានពីពិភពលោកវិញដែលអាមេរិកនិងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នានៅក្នុងការដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសកូរ៉េខាងជើងប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនជេអ៊ិននិងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានយល់ព្រមដាក់សម្ពាធកាន់តែខ្លាំងតាមរយៈការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងបន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនអ្នកនាំពាក្យការ
យល័យប្រធានាធិបតីលោកផាតស៊ូសុនបានធ្វើសន្និសីទសារព័ត៌មានមួយនិងបាននិយាយថាមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការនិងដាក់ទណ្ឌកម្មកាន់តែខ្លាំងក្លាដែលជាក់ស្ដែងទៅលើកូរ៉េខាងជើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពបង្កហេតុដែលនាំឲ្យមានភាពឯកោកាទូនិងសម្ពាធសេដ្ឋកិច្ចបន្ថែមទៀតដែលកាយល័យប្រធានាធិបតីបាននិយាយទៀតថាលោកមូនិងលោកត្រាំបានស្កោតទូយ៉ាងខ្លាំងទៅលើការបាញ់មីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើងព្រមទាំងបានព្រមព្រៀងថាប្រទេសទាំងពីរអាចធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរីឯរដ្ឋាភិបាលជប៉ុនវិញក៏បាននិយាយថាការសាកល្បងមីស៊ីលថ្មីបំផុតរបស់កូរ៉េខាងជើងបានហោះរំលងកោះហុកកៃដូនៅភាគខាងជើងប្រទេសជប៉ុនកាលពីថ្ងៃទី15ខែកញ្ញានិងបានធ្លាក់ចុះនៅសមុទ្រប៉ាស៊ីហ្វិកបន្តទៅកាន់កោះតៃវ៉ាន់វិញដែលកម្មករដែលធ្វើការកម្មករអន្តោប្រវេសន៍នៅលើកោះតៃវ៉ាន់បានធ្វើការតវ៉ាជាមួយនឹងប៉ូលីសដែលបានបាញ់កម្មករអន្តោប្រវេសន៍វៀតណាមការបាញ់ប្រហាររបស់ប៉ូលីសទៅលើកម្មករអន្តោប្រវេសន៍វៀតណាមនិងការមិនផ្ដល់ការព្យាបាលដែលបានចោទប្រកាន់ជាបន្តបន្ទាប់បាននាំឲ្យមានការផ្ទុះការតវ៉ានៅក្នុងទីក្រុងតៃប៉េកោះតៃវ៉ាន់ជនអន្តោប្រវេសន៍វៀតណាមឈ្មោះកវៀនងុកភីជាកម្មកររោងចក្រត្រូវបានប៉ូលីសបាញ់9គ្រាប់នៅក្នុងតំបន់ស៊ីនជូបន្ទាប់ពីជនជាតិវៀតណាមមួយរូបនេះត្រូវបានគេដេញតាមរយៈខ្សែវីដេអូរថយន្តសង្គ្រោះមួយគ្រឿងដែលត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុបានបង្ហាញឲ្យឃើញមន្ត្រីជាច្រើនអ្នកកំពុងឈរជិតអ្នករងរបួសក៏ប៉ុន្តែមិនបានផ្ដល់ការសង្គ្រោះនោះឡើយហើយក្រុមសង្គ្រោះក៏បានចាក់ចេញដោយគ្មានកម្មករអន្តោប្រវេសន៍ឆ្លើយតបទៅនឹងគំនាបដែលក្រុមមនុស្សកម្មករអន្តោប្រវេសន៍កោះតៃវ៉ាន់បានបើកការស៊ើបអង្កេតទៅលើករណីនេះព័ត៌មានប្រទេសអង់គ្លេសវិញទស្សនិកជនអង់គ្លេសបានព្យាយាមនៅក្នុងការកាត់បន្ថយកម្រិតគំរាមកំហែងដោយសារតែអំពើភេរវកម្មយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី Amber Rudd បាននិយាយថាប្រទេសអង់គ្លេសបានកាត់បន្ថយកម្រិតគំរាមកំហែងសន្តិសុខជាតិរបស់ខ្លួនបន្ទាប់ពីការស៊ើបអង្កេតទៅលើការវាយប្រហារដោយក្រុមការវាយប្រហារជើងមានហាលោកស្រី Amber Rudd បាននិយាយថាការសម្រេចចិត្តមួយបានធ្វើឡើងដើម្បីកាត់បន្ថយកម្រិតគំរាមកំហែងភេរវកម្មបន្ទាប់ពីមានការចាប់ខ្លួនជនសង្ស័យទី2នៅក្នុងការស៊ើបអង្កេតយ៉ាមីក៏មិនយ៉ាងត្រូវក៏តើក៏យើងមានដំណើរការល្អនៅក្នុងប្រតិបត្តិការកំពុងបន្តគូបញ្ជាក់ថាការបន្តកំហែងនេះត្រូវបានបង្កើនកាលពីថ្ងៃសុក្រទី15ខែកញ្ញាបន្ទាប់ពីការបំផ្ទុះបែកមួយបានធ្វើឲ្យមនុស្ស30នាក់រងរបួសនៅផ្លូវរថភ្លើងក្រោមដីនៅស្ថានីយ៍ Parsons Green ភាគខាងលិចទីក្រុងឡុងកំឡុងគណភាពពុះ13ឆ្នាំនិងអាយុ21ឆ្នាំត្រូវបានចាប់ខ្លួនពាក់ព័ន្ធទៅនឹងការវាយប្រហារនេះនឹងទៅត្រូវលោកអ្នកទីគោរពជាបន្តសូមលោកអ្នករងចាំតាមដានទេសនាការផ្ដល់ជូនព័ត៌មានកីឡាជាតិនិងអន្តរជាតិដោយលោកជាងធ្ងន់វិញម្ដងប៉ុន្តែនៅពេលនេះពីកម្មវិធីសូមសម្រាប់ជួបអ្នកឧបត្ថម្ភនៃកម្មវិធីបន្តិចសិនសូមណែនាំបច្ចេកទេសសន្សំសំចៃអគ្គិសនីយ៉ាងមានប្រសិទ្ធភាពលំដាប់ពិភពលោកទូទឹកកកប្រើបច្ចេកវិទ្យា AeroCare VG ដែលបានបណ្ដាលឲ្យមានគ្រោះជានិច្ចធ្វើឲ្យជីវិតកាន់តែប្រសើរ Hitachi ស្លាជួងណាពីណាមីធំឡាញ៉ាធំឡាញ៉ាយូរមកចាំណាយកាខ្វែទេនឹងកៅសើខ្វែតតទេពួយពីណាមីមួយថ្ងៃដែលញ៉ាកាខ្វែស្លាជួពីណាមីពីគិតងន់ខ្វែមួយថ្ងៃ
ថាតើអ្នកណាមួយដែលត្រូវរង្វាន់60លានរៀលខ្ញុំបន្តទៀតហើយអត់ទេចែកមក5រង្វាន់អ្នកញ៉ាំឈ្នះ60លានរៀលអ្នកលក់ទទួលបានម៉ូតូបាក់វាសនកាលថ្នាក់ឧត្តមសិក្សារបស់សាកលវិទ្យាល័យវិទ្យាអន្តរជាតិមកដល់ហើយចូលរៀនខែទី2តុលា2017បង្រៀនជាភាសាជាតិនិងអន្តរជាតិកម្មវិធីភាសាជាតិបង្រៀនជាពីរភាសាខ្មែរនិងអង់គ្លេសនិងកម្មវិធីអន្តរជាតិភាសាអង់គ្លេស 100% ថ្នាក់បំផុតភាសាអង់គ្លេសឆ្នាំសិក្សាមូលដ្ឋានបរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតមានឯកទេសគ្រប់គ្រងទូទៅពាណិជ្ជកម្មអន្តរជាតិបង្រៀនភាសាអង់គ្លេសអភិវឌ្ឍសេដ្ឋកិច្ចហិរញ្ញវត្ថុនិងធនាគារទំនាក់ទំនងអន្តរជាតិគ្រប់គ្រងទេសចរនិងវិស្វកម្ម software Belgi International University the future of global leaders ការមកចំណាប់អក្រក់ស្អាតមានន័យថាស្អាតទាំងខាងក្នុងស្អាតទាំងខាងក្រៅក្នុងនាមមកទីបពុសេរីថ្មីធ្វើឲ្យជីវិតកាន់តែប្រសើរពីចាជីការងារកសិកម្មប្រសើរឡើងចងចាំគ្រាមួយដ៏អស្ចារ្យពេលដែលអ្នកជួបនាងដំបូងtrên đầu đây này đã có dầu gội thảo dược trị cháy Aladdin. Hãy gội đầu và ủ bằng dầu gội thảo dược Aladdin trong 10 phút. Sao Thái Dương cam kết hiệu quả loại sạch cháy và chính cháy. Dầu gội thảo dược trị cháy Aladdin hết sạch cháy và chính cháy. សហការជាមួយសុខាហូតែលបង្កើតព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិឋានសួគ៌បុគ្គលលើកទី4ជាការប្រណាំងដើម្បីសុខភាពប្រណាំងដើម្បីមិត្តភាពប្រណាំងដើម្បីសប្បុរសធម៌ទទួលបទពិសោធន៍ថ្មីការបោះជំរំខ្នាតធំតន្ត្រី EDM និងកពូតារាចម្រៀងល្បីៗថ្ងៃទី28និង29ខែតុលាឆ្នាំ2017ក្រុមហ៊ុនចូលរួមគ្រប់ស្នូថាវិការទាំងអស់និងផ្ដល់ជូនមន្ទីរពេទ្យគុណកាបូផាវត្តមានបាត់016 626 លោកមកជូនជាពិសេសផ្សាយមួយក្រោយ Gansberg a real German premium beer ពិសាគ្រឿងប្រវឹងសូមកំបាំងថ្មីពេលស្ចាប់បើកម្លាំង AD ហើយស្ចាប់បើកម្លាំង AD មានរសជាតិបង្កើនថាមពលខ្លាំងក្លាសម្បូរដោយវីតាមីន B6 និង B12 ចំនួនខួរក្បាលអារម្មណ៍ស្រស់ថ្លាកូរីនបំផាត់ងងុយគេងនិងកាត់បន្ថយជាតិស្រវឹងពេញពេលស្ចាប់បើកម្លាំង AD មានឱកាសឈ្នះរង្វាន់សន្ធឹកសន្ធាប់ជាច្រើនដូចជាម៉ូតូ Honda 100គ្រឿងលុយសុទ្ធ150លានរៀលហើយរកបែង AD ដ៏ស្រស់ស្អាតនិងរង្វាន់ផ្សេងៗជាច្រើនពេលស្ចាប់ AD ឆ្ងាញ់បើកម្លាំងខ្លាំងដូចតោសុស្ដីពីថាហើយហើយខ្ញុំគឺមិនបានខ្ញុំគឺចាប់ទៅទីចាប់ឲ្យជាប់គុំកាត់ហើយហើយលើពីទៅតែយកទៅចាប់មិនគួរយើងនៅទីនេះគឺយើងរនហើយនឹងប្រាប់ពីកម្ពុជាចូលរួមអបអរអាពាហ៍ពិពាហ៍នេះជាមួយរង្វាន់ប្រាក់សុទ្ធសរុប$1 លានទទួលបានរង្វាន់មហាសាលនិងអាពាហ៍ពិពាហ៍រឹតតែទាន់សម័យជាមួយប្រាប់ពីកម្ពុជាតែទៅការទទួលខុសត្រូវ
ស្រស់ស្អាតមានន័យថាស្អាតទាំងខាងក្នុងស្អាតទាំងខាងក្រៅសូមណែនាំមកពីបបពួកសេរីថ្មីធ្វើឲ្យជីវិតកាន់តែប្រសើរជាចាជីប្រេស៊ីស្រឡាញ់ការសិក្សាកាដូសម្រាប់ប្រាជ្ញាពិសេសអេឆ្នាំ2017នេះបងប្អូនដែលមានពិន្ទុខ្ពស់ជាងគេ20អ្នកដំបូងក្រុមហ៊ុនប្រេស៊ីផ្ដល់ជូន laptop មួយអ្នកមួយគ្រឿងនិងកាដូទឹកផ្លែឈើប្រេស៊ីញ៉ាំពេញមួយឆ្នាំប្រេស៊ីស្រឡាញ់ការសិក្សាប្រេស៊ីស្រឡាញ់អ្នកជាមួយថៃក្រមនេះផ្ដល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យ4យ៉ាងជួយឲ្យអ្នករីករាយក្នុងការធ្វើដំណើរសហការឧបត្ថម្ភដោយការរចនាឥតខ្ចោះនៃឥដ្ឋរូម៉ាក់ធីមកថ្លៃម៉ូតូរបស់លោកអ្នកសូមប្រើទុកទៅវត្ត All Thai A25 All Thai A25 រូបរាងថ្មីដែលលោកអ្នកប្រាថ្នាចង់បានប្រិយមិត្តទស្សនិកជនជាទីមេត្រីសូមស្វាគមន៍នៅកម្មវិធីព័ត៌មានអាស៊ីនេះយប់នេះបាទជាបន្តទៅទៀតនេះយើងខ្ញុំអនុញ្ញាតដើម្បីជម្រាបជូននៅព័ត៌មានកីឡាដោយសារថ្ងៃនេះជាថ្ងៃច័ន្ទដើមសប្តាហ៍យើងខ្ញុំអនុញ្ញាតដំបូងនេះជម្រាបជូននៅលទ្ធផលនៃការប្រកួតកីឡាប្រដាល់ដែលយើងបានរៀបចំចំនួន5ព្រឹត្តិការណ៍នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បាទកាលពីថ្ងៃសៅរ៍យើងមាន2ព្រឹត្តិការណ៍ដែលការប្រកួតចាប់ពីម៉ោង2រសៀលជាព្រឹត្តិការណ៍ទី1នោះគឺការប្រកួតដែលមានឈ្មោះថាប្រដាល់អន្តរជាតិជើងឯកខ្សែក្រវ៉ាត់ខារ៉ាបាវបាទសម្រាប់សប្តាហ៍នេះគឺជាការប្រកួតចាប់ផ្ដើមបើកឆាករដូវកាលទី2គឺមានការប្រកួតដណ្ដើមខ្សែក្រវ៉ាត់អន្តរជាតិចំនួន2គូអន្តរជាតិដណ្ដើមខ្សែក្រវ៉ាត់គឺកីឡាករផាយ៉ាឡេករបស់ថៃបានឈ្នះពិន្ទុលើធុនចន្ទៈមកពីសមាគមប្រដាល់ក្រសួងការពារជាតិចំណែកមួយគូទៀតដណ្ដើមខ្សែក្រវ៉ាត់អន្តរជាតិដែរគឺកីឡាករផាន់ក្រនមកពីក្លឹបពុទ្ធសេរីវង្សពូសែនជ័យឈ្នះពិន្ទុលើផាត់ថៃដែនកីឡាករថៃដែលអ្នកទាំងពីរនេះគឺដណ្ដើមខ្សែក្រវ៉ាត់អន្តរជាតិប្រភេទទម្ងន់63គីឡូក្រាមកន្លះក្រៅពីនោះក៏មានគូប្រកួតគូពិសេសអមជាមួយចំនួន2គូដែរអញ្ចឹងសរុបទាំងអស់4គូហើយឡែកនៅពេលរាត្រីថ្ងៃសៅរ៍បាទចាប់ពីម៉ោង8ទៅគឺជាការប្រកួតដែលមានឈ្មោះថា Gensburg Top Fighter បាទសប្តាហ៍នេះយើងមានការប្រកួតសរុបចំនួន4គូហើយក្នុងនោះមានគូមិត្តភាពអន្តរជាតិចំនួន2គូអន្តរជាតិកីឡាករវែងសុភ័ក្រមកពីក្លឹបកងពលតូចឆាត់យងលេខ611ឈ្នះពិន្ទុលើកីឡាករមេងអាសៀងក្នុងប្រភេទទម្ងន់60គីឡូក្រាមខណៈដែលមឿនសុខុយមកពីក្លឹបពុទ្ធសេរីវង្សពូសែនជ័យក៏បានឈ្នះលើកីឡាករថៃក្នុងដែលមានឈ្មោះថាហ្វាសាំងក្នុងប្រភេទទម្ងន់60គីឡូក្រាមគឺឈ្នះដោយពិន្ទុផងដែរហើយក្រៅពីនោះយើងមានគូពិសេសអមជាមួយចំនួន2គូសរុបទាំងអស់មានចំនួន4គូហើយនៅថ្ងៃអាទិត្យដែលយើងមាន3ព្រឹត្តិការណ៍ដែលព្រឹត្តិការណ៍ទី1ចាប់ផ្ដើមពីម៉ោង8ព្រឹកទៅគឺការប្រកួតដែលមានឈ្មោះថាអាឡិចសង់កំពូលអ្នកប្រយុទ្ធបាទសប្តាហ៍នេះយើងមានការប្រកួតសរុបទាំងអស់ចំនួន5គូក្នុងនោះមានគូមិត្តភាពអន្តរជាតិតែមួយគូទេបាទគូអន្តរជាតិកីឡាករថៃដែលមានឈ្មោះថាយ៉តតាកាន់បានឈ្នះពិន្ទុលើគីមបូរ៉ាមកពីក្លឹបរស្មីភូមិភាគខេត្តបន្ទាយមានជ័យហើយក្រៅពីនោះមានគូពិសេសបាទល្អចំនួន4គូអមជាមួយសរុបទាំងអស់5គូហើយឡែកនៅពេលរសៀលថ្ងៃអាទិត្យគឺជាការប្រកួតដែលមានឈ្មោះថាជើងឯកអន្តរជាតិបាលីប្លែកសប្តាហ៍នេះជើងឯកអន្តរជាតិបាលីប្លែកមានការប្រកួតសរុបចំនួន4គូក្នុងនោះមានគូអន្តរជាតិមិត្តភាពអន្តរជាតិចំនួន2គូអន្តរជាតិគូទី1កីឡាករមនសមេតមកពីក្លឹបការិយាល័យទី5កងទ័ពជើងគោកបានប្រើពេលតែទីទឹកប៉ុណ្ណោះក្នុងការផ្ដួលកីឡាករថៃដែលមានឈ្មោះថាបណ្ដាសាក់បាទឲ្យបោះបង់ចោលការប្រកួតត្រឹមទឹកទី3ខណៈដែលឡុងសុភីមកពីក្លឹបសាឡវ័នកីឡាដែលជួបជាមួយនឹងផេកអរុន
កីឡាករថៃហ្នឹងគឺមិនមានអ្នកឈ្នះអ្នកចាញ់ទេបានត្រឹមស្មើគ្នាតែប៉ុណ្ណោះហើយក្រៅពីនោះក៏មានគូពិសេសអមជាមួយចំនួន2គូសរុប4គូដល់ឡែកនៅរាត្រីថ្ងៃអាទិត្យយប់មិញនេះគឺជាការប្រកួតដែលមានឈ្មោះថាអ្នកកម្ពុជាអ្នកប្រដាល់ស្រាបៀរ Black Cat តែការប្រកួតនេះមិនមានគូអន្តរជាតិទេប៉ុន្តែយើងមានគូពិសេសគូឯកប្រចាំសប្តាហ៍កីឡាករង៉ែតរដ្ឋាមកពីក្លឹបតាព្រំមានជ័យបានឈ្នះពិន្ទុលើទេសជីវ៉ាមកក្លឹបទីបញ្ជាការដ្ឋានកងពលតូចលេខ70ដែលការប្រកួតនេះក្នុងប្រភេទទម្ងន់63គីឡូក្រាមកន្លះហើយក្រៅពីនោះគឺមានគូពិសេសបាទអមជាមួយចំនួន4គូសរុបទាំងអស់5គូហើយលោកអ្នកក៏បានជ្រាបហើយតាមរយៈការមកទស្សនាផ្ទាល់ក្នុងស៊ីឌីយោរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ក៏ដូចជាទស្សនាតាមកញ្ចក់ទូរទស្សន៍ដែលយើងមានការផ្សាយផ្ទាល់នោះផងដែរបាទប្រិយមិត្តទស្សនិកជនយើងងាកទៅមើលព្រឹត្តិការណ៍នៃការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី9នៅដែលធ្វើការប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនោះបានប្រពៃពិធីបើកការប្រកួតជាផ្លូវការកាលពីយប់មិញតែនៅក្នុងពិធីបើកការប្រកួតនោះយើងសង្កេតឃើញមានអត្តពលិករបស់កម្ពុជាប្រមាណជា85នាក់ចូលរួមនៅក្នុងព្រឹត្តិការណ៍នោះអត្តពលិកជនពិការកម្ពុជាប្រមាណ80រូបបានបង្ហាញវត្តមានជាមួយអត្តពលិក10ប្រទេសផ្សេងទៀតនៅក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី9នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីយប់ថ្ងៃទី17ខែកញ្ញាឆ្នាំ2017ក្នុងពេលអញ្ជើញទៅទស្សនាការប្រកួតកីឡាបាល់បោះជនពិការភ្នែកនិងវាយកូនឃ្លីលើតុអាដាមឌីវាសនានាយបេសកកម្មនិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡ িম্প ិកកម្ពុជាបានថ្លែងឲ្យដឹងថានៅក្នុងពិធីបើកខាងលើមានតែ80នាក់ប៉ុណ្ណោះតែត្រូវចូលរួមដោយកីឡាករមួយចំនួនទៀតត្រូវអនុញ្ញាតឲ្យសម្រាកដើម្បីត្រៀមប្រកួតនៅថ្ងៃបន្ទាប់ពីពិធីបើកនេះជាឱកាសនេះសូមជម្រាបតែម្ដងថាល្ងាចនេះយើងនឹងធ្វើពិធីបើកហើយកីឡាករយើងថ្ងៃទី18ពេលព្រឹកគឺនឹងមានការប្រកួតទៀតដូច្នេះយើងកាត់មួយចំនួនទុកទាំងប្រតិភូទាំងកីឡាករឲ្យគាត់សម្រាកពេលព្រលឹមឡើងម៉ោង7ធ្វើការប្រកួតតទៀតចឹងមានតែចំនួន85នាក់ទេដែលចូលរួមនៅថ្ងៃក្បួននៅពេលល្ងាចនេះបាទសូមអរគុណបាទហើយរងចាំមើលទាំងអស់គ្នាការសប្បាយរីករាយនៃការបើកវគ្គកីឡាប៉ារ៉ាឡ িম্প ិកអាស៊ានប៉ារ៉ាឡ িম্প ិកលើកទី9របស់យើងនៅល្ងាចនេះចាប់ពីម៉ោង6:30នាទីរហូតតទៅដល់ម៉ោង8:09យប់បាទសូមអរគុណបាទកាលពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី8នៅសង្ហបុរីកម្ពុជាបានបញ្ជូនតែ3ប្រភេទកីឡាប៉ុណ្ណោះដោយការនោះកម្ពុជាដណ្ដើមបានមេដាយមាស1ប្រាក់2និងសម្រាប់7គ្រឿងសរុប10គ្រឿងសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី9នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនេះកម្ពុជាបញ្ជូនអត្តពលិកសរុប101នាក់លើ10ប្រភេទកីឡារួមមានអត្តពលកម្មបាញ់ធ្នូប៊ូសាបាល់បោះជនពិការភ្នែកលើទម្ងន់បាល់ទះអង្គុយហែលទឹកវាយកូនឃ្លីលើទឹកHandpin bowling និងបាល់ទាត់ជនពិការសតិបញ្ញាប្រិមត្តទស្សនិកជនបើតាមការផ្ដល់ព័ត៌មានពីប្រទេសម៉ាឡេស៊ីបានឲ្យដឹងថានៅពេលនេះនៅថ្ងៃនេះក្រុមកីឡាជនពិការកម្ពុជាយើងបានលេងចំនួន4ប្រភេទកីឡាហើយក៏ដណ្ដើមបានមេដាយហ្នឹងគឺចំនួន3គ្រឿងហើយថ្ងៃនេះគឺមេដាយប្រាក់2និងមេដាយសម្រិត1បាទយើងនឹងសល់ព័ត៌មានជាច្រើនទៀតដែលត្រូវជម្រាបជូនប៉ុន្តែដោយសារពេលវេលាខ្លីយើងខ្ញុំអនុញ្ញាតបញ្ចប់ត្រឹមនេះហើយក៏មុននឹងបញ្ចប់យើងខ្ញុំសូមជម្រាបជូននៅការព្យាករណ៍អាកាសធាតុនិងកម្ពស់ទឹកទន្លេបាទយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានដឹងថាកម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយរួមទាំងខ្យល់កន្ត្រាក់នៅទូទាំងប្រទេសបន្តរហូតដល់ថ្ងៃទី19ខែកញ្ញាស្អែកនេះក្នុងនោះតំបន់វាលទំនាបនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើនហើយតំបន់គូរៀបនិងតំបន់ជួរភ្នំដងរ៉ែកបាទតំបន់ជួរភ្នំដងរ៉ែកនេះគឺអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនរីឯតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់បង្គួរទៅច្រើនដែរហើយនៅលើផ្ទៃសមុទ្រនឹងដូច្នោះនៅលើផ្ទៃសមុទ្រក៏នឹងនេះក៏នឹងមានមិនសូវជាមានតែថាទឹកមានការរលកធំដែលនាំឲ្យមានរំខានដល់ការប្រកបរបរនេសាទដូច្នេះហើយប្រជាពលរដ្ឋនេសាទសមុទ្រនឹងអាចធ្វើដំណើរតាមសមុទ្រសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងនៅគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុចំណែកឯ
កម្ពុជាទឹកចំនួនកម្ពុជាទឹកទន្លេដែលកម្ពុជាទឹកនៅតាមស្ថានីយ៍ជលសាស្ត្រទាំង7នៅក្នុងប្រទេសកម្ពុជាដែលរួមមានស្ថានីយ៍ទន្លេមេគង្គស្ទឹងត្រែងមេគង្គកញ្ចេះមេគង្គកំពង់ចាមបាទបាសាក់ចតុមុខមេគង្គអ្នកលឿងនិងស្ថានីយ៍ទន្លេបាសាក់កោះខែលព្រៃក្តាមគឺមានការហក់ឡើងបន្តិចបន្តួចមិនតែប៉ុណ្ណោះមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេគ្រាន់តែមានការឡើងបន្តិចបន្តួចប្រិយមិត្តទូទស្សនិកជនសូមអរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកហើយក៏សូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភនៃកម្មវិធីផងដែរនៅពេលនេះខ្ញុំបាទនឹងក្រុមការងារព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះសូមគោរពលា